សង្គមកម្មវិធីរៀនលក់ទាំងអស់គ្នាយើងធ្វើជាអ្នកលក់មិនស្រួលទេក៏មិនបាទដែរប៉ុន្តែមានសំណួរមួយខ្ញុំទទួលបានដែរគាត់ថាលក់មក3ឆ្នាំលក់អស់អតិជនបានដែរអញ្ចឹងជាសំណួរមួយដែលបានពីបងប្អូនអ្នកលក់ធានារ៉ាប់រងឯងគឺខ្ញុំលក់3ឆ្នាំលោកគ្រូខ្ញុំលក់អស់អតិជនបានដែរបងប្អូនសាកសម័យតិចពិតជាអស់អតិជនមែនទេចម្លើយគឺអត់ទេកម្ពុជាមានមនុស្សប្រហែល8លានណាឥឡូវចឹង8លានហើយនៅកើតរាល់ថ្ងៃងាប់រាល់ថ្ងៃចឹងណាអតិជនអត់អស់ទេมันខ្វះទេអតិជននៅពេលដែលយើងយល់ថាអស់អតិជនបញ្ជាក់ថាយើងអស់អីថ្មីមិនមែនអស់អតិជនទេយើងអស់ក្បាច់គុណមែនតើយើងអស់វិធីសាស្ត្រក្នុងការលក់អញ្ចឹងត្រូវរៀនអញ្ចឹងអតិជនអត់ដែលអស់ទេអញ្ចឹងយើងក៏លេខមើលវិញយើងគួរតែធ្វើការឆ្លុះអញ្ចឹងតែដែរបានខ្ញុំលក់ហើយខ្ញុំអស់អតិជនអ្នកខ្លះទៀតអស់ឲ្យលក់អញ្ចឹងទៅសិតតែជួបរឿងទាំងហ្នឹងអញ្ចឹងយើងត្រូវសួរខ្លួនយើងធ្វើ reflection យើងធ្វើការឆ្លុះបញ្ចាំងមើលថាហេតុអីបានខ្ញុំអត់ដឹងទៅលក់ឲ្យណាទៀតបាទហើយចម្លើយទី1ដែលយើងសំទោសចំណុចទី1ដែលយើងគួរតែពិចារណាថាតើអតិជនចាស់ទាំងអស់ដែលប្រើប្រាស់សេវាកម្មយើងណារយៈពេល3ឆ្នាំមកហ្នឹងណាថាតើយើងបានថែគាត់ទេគាត់នោះមួយយើងគាត់ពេញចិត្តនឹងសេវាកម្មយើងអត់អញ្ចឹងបើសិនបើគាត់មិនពេញចិត្តសេវាកម្មរបស់យើងជារឿងអស់អតិជនជារឿងមួយត្រឹមត្រូវហើយទី2រាល់អតិជនថ្មីដែលយើងបានជួបដែលយើងលក់ឲ្យគាត់អត់ទិញអ្នកខ្លះទិញអ្នកខ្លះអត់ទិញអញ្ចឹងណាថាតើយើងបានរក្សាតំណែងជាមួយគាត់នឹងរហូតមកដល់ឥឡូវដែរឬអត់អញ្ចឹងបើសិនបើយើងជួបគាត់ឲ្យលក់គាត់ឲ្យបានឬក៏ភ្ញៀវដែលមកមើលដល់ហាងយើងអត់ទិញហើយមកដល់ឥឡូវយើងនៅតែរក្សាតំណែងឲ្យគាត់បានយើងនៅមានអតិជនប៉ុន្តែបើសិនបើទី1អតិជនចាស់ក៏យើងរក្សាអត់បានអតិជនដែលយើងបានជួបឬដែលបានពើប្រទេសទាំងអស់ដែលបានបញ្យល់សេវាកម្មផលិតផលរបស់យើងណាក៏យើងមិនបានជាប់តំណែងជាមួយគាត់ដល់ឥឡូវអញ្ចឹងយើងច្បាស់ណាស់ថាយើងអស់អតិជនមែនបាទអស់អតិជនហ្នឹងគឺដោយសារតែយើងឯងមិនដោយសារគ្មានអតិជនទេគឺយើងវាអស់វិធីសាស្ត្រឬក៏យើងមិនព្រមកែប្រែខ្លួនឯងដោយយើងយល់ថា business ខ្លះគេដើរមកទិញ business ខ្លះយើងលើកទៅគេយើងនៅចរិតជាអ្នកលក់នៅចរិតថាប្រហែលខ្ញុំដែរហើយមិនចាំបាច់អង្វរណាទេទីពិតអ្នកលក់គេអត់ត្រូវការអង្វរទេគេបង្ហាញពីលក្ខណៈសម្បត្តិនៃផលិតផលឬសេវាកម្មគេផ្ដល់នូវសេវាកម្មមួយដែលជាទីពេញចិត្តដែលជាទីទុកចិត្តបានហើយវាអត់ទាមទារខ្មើតវាអត់ទាមទារអត់ទាមទារ advance អត់ទាមទារ professional non professional អីខ្ញុំអាជីពជាងខ្ញុំបកកែជាងវាអត់ចាំបាច់ទេអ្វីដែលចាំបាច់រក្សាភ្ញៀវចាស់បាននៅតំណែងមួយគាត់បានទី2ភ្ញៀវដែលយើងបានជួបថ្មីស្ថិតនៅក្នុងតំណែងល្អមួយគាត់អញ្ចឹងភ្ញៀវអត់ខ្វះទេអញ្ចឹងវិធីសាស្ត្ររកភ្ញៀវហ្នឹងគឺអត់លំបាកភ្ញៀវមិនអស់ទេអ្វីដែលអស់អ្នកលក់ខ្លួនឯងអត់ព្រមរៀនអ្នកលក់ខ្លួនឯងអត់ព្រមរកវិធីអត់ព្រមរក្សាអតិជនអត់ព្រមបម្រើសេវាកម្មអតិជនដោយពាក្យខ្មែរថាដល់ត្រូវស្អីគូដាក់លក់ឲ្យគាត់ហើយយើងឈប់ថែទាំគាត់យើងលក់ឲ្យគាត់ហើយចប់ហើយដោយពាក្យលោកគ្រូម៉ាត់ថាបាត់ចន់សន្តិរាជអានសម្បត្តិអូនចប់អង្គឲ្យអានអញ្ចឹងអតិជនដែលប្រើប្រាស់សេវាកម្មរបស់យើងមកណាគាត់ប្រើហើយយើងអត់ថែគាត់អញ្ចឹងគាត់ថាចប់មួយនឹងមិនទិញមួយវាទៀតទេហើយគាត់នឹងនិយាយប្រាប់អ្នកផ្សេងទៀតមិនចប់យើងចប់មែនបាទអស់ឲ្យអានមែនបាទយើងអស់ឲ្យលក់ទៀតឬហើយយើងនឹងថាអស់អតិជនសំខាន់គឺយើងបងប្អូននឹងពាក្យចុងក្រោយដែលថាយើងអស់អតិជនណាគឺដោយសារយើងទេដោយសារយើងទាំងមកអញ្ចឹងដើម្បីកែប្រែបានលោកស្រីទៅឆ្លុះបញ្ចាំងហើយកលេចមើលទៅលើការធ្វើតំណែងជាមួយអតិជនចាស់ធ្វើតំណែងជាមួយអតិជនថ្មីហើយបន្តតំណែងនោះឲ្យបានល្អនៅពេលនោះអត់អស់អតិជនទេមនុស្សសល់18លាន18លាននេះឲ្យកើតទៀតអត់ខ្វះទេ